ចានេះបងប្អូនសក់ដែលយើងបានធ្វើការអ៊ុតជូនគាត់រួចរាល់ហើយខ្ញុំបានថតសក់មុនពេលអ៊ុតសក់គាត់មុនពេលអ៊ុតនេះគឺសំពងហើយវារួញសំពងហើយរួញហើយតែសៃសក់គាត់ស្ងួតអត់មានសំណើមអត់មានទម្ងន់ទេអានេះគឺខ្ញុំបានធ្វើការអ៊ុតរួចរាល់ហើយខ្ញុំបានយកគាត់ទៅកក់លាងស្ប៉ាចេញហើយអស់ហើយគឺខ្ញុំយកគាត់មកផ្លុំហើយផ្លុំហើយគឺខ្ញុំបានគៀបនេះគឺជាលទ្ធផលដែលខ្ញុំធ្វើរួចរាល់ហើយយកទៅលាងទឹកហើយគឺយកមកផ្លុំដល់មិនបានគៀបទេចឹងបើសិនជាសក់ដែលយើងធ្វើហើយអ៊ុតហើយពេលដែលយើងយកគាត់ទៅលាងទឹកហើយផ្លុំណាបើសិនជាយើងធ្វើមិនល្អខ្ញុំបច្ចេកទេសក្នុងការធ្វើទេនោះតែសៃសក់របស់គាត់គឺនឹងហើមឬក៏រួញឬក៏សក់កន្លែងណាមួយដែលយើងធ្វើទៅមិនបានដាក់ទឹកថ្នាំឆ្អិនទឹកថ្នាំសក់ទទួលទឹកថ្នាំបានគ្រប់គ្រាន់នោះតែសៃសក់កន្លែងគាត់កន្លែងផ្សេងគឺនឹងមានការហើមឡើងវិញនឹងមានការរួញព្រោះសក់គាត់ពីដើមហើយគឺសក់គាត់ហើមសំពងហើយរួញកន្លែងគល់គឺខ្ញុំបានថតឲ្យសក់កន្លែងហ្នឹងតែនេះគឺជាលទ្ធផលដែលយើងធ្វើរួចរាល់ហើយយើងយកគាត់ទៅលាងទឹកស្ប៉ាជូនគាត់ហើយយើងយកគាត់មកផ្លុំហើយគឺយើងមិនបានគៀបទេគឺយើងផ្លុំឲ្យដឹងថានៅពេលដែលយើងយកសក់ទៅលាងទឹកហើយអីហើយបើសិនសក់ដែលយើងធ្វើឲ្យមិនល្អមិនទទួលបានផល 100% នោះនៅពេលដែលយើងយកទៅលាងទឹកច្បាស់ណាស់ថាសក់របស់គាត់នឹងមានសភាពហើមសំពងត្រឡប់មកវិញប៉ុន្តែនៅពេលដែលយើងធ្វើឲ្យរួចរាល់ហើយយើងយកទៅលាងទឹកអបស្ប៉ាអស់ហើយយើងយកមកផ្លុំពេលដែលយើងផ្លុំហើយលទ្ធផលគឺនឹងត្រង់ស្អាត 100% នឹងទន់រលាស់រលោងដោយមិនចាំបាច់ធ្វើការគៀប